ចំណែកឯនៅក្នុងជំនួបពិភាក្សាជាមួយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលធ្វើឡើងនៅវិមានសន្តិភាពគណៈរដ្ឋមន្ត្រីល្ងាចថ្ងៃទី19 ខែមករាលោកជំទាវ Maria Angela Holguin រដ្ឋមន្ត្រីការបរទេសកូឡុំប៊ីមានប្រសាសន៍ថានេះគឺជាដំណើរទស្សនកិច្ចលើកទី1របស់លោកជំទាវមកកាន់ទ្វីបអាស៊ីក្នុងនោះគឺប្រទេសកម្ពុជាផ្ទាល់តែម្ដងលោកជំទាវមានប្រសាសន៍បន្តថានយោបាយរបស់រដ្ឋាភិបាលកូឡុំប៊ីនៅពេលនេះគឺធ្វើយ៉ាងណាជំរុញឲ្យមានកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំជាមួយនឹងបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ាននិងបណ្ដាប្រទេសដទៃទៀតនៅអាស៊ីនៅក្នុងជំនួបពិភាក្សានោះដែរដោយសារតែកូឡុំប៊ីជាប្រទេសមួយសម្បូរគ្រាប់មីនប្រឡាយជីវិតមនុស្សលោកជំទាវ Maria មានប្រសាសន៍បន្តថាគ្រាប់មីននៅក្នុងប្រទេសកូឡុំប៊ីកំពុងធ្វើឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋកូឡុំប៊ីនៅឡើយតាមរយៈនេះលោកជំទាវមានប្រសាសន៍ថ្លែងអំណរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីនិងរាជរដ្ឋាភិបាលកម្ពុជាដែលបានចូលរួមចំណែកដល់សកម្មភាពដោះគ្រាប់មីននិងយុទ្ធភ័ណ្ឌបន្ទាន់ផ្ទុះនៅកូឡុំប៊ីនិងបានគាំទ្រទាំងស្រុងទៅលើចំណុចទី9ដែលកម្ពុជាប្រកាសដាក់ចេញនៅក្នុងទិសដៅសហសវត្សរ៍របស់អង្គការសហប្រជាជាតិសម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថ្លែងនៅអំណរគុណចំពោះរដ្ឋាភិបាលកូឡុំប៊ីដែលកាលពីឆ្នាំ1992 1993បានបញ្ជូនកងទ័ពរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអ៊ុនតាក់នៅកម្ពុជាតែកតិនបញ្ហាគ្រាប់មីននៅកម្ពុជាសម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថាកាលពីដើមឡើយប្រជាពលរដ្ឋកម្ពុជាបានទទួលរងគ្រោះអំពីគ្រាប់មីនប្រមាណ 1000 នាក់ក្នុងមួយឆ្នាំប៉ុន្តែឥឡូវនេះអត្រាប្រជាពលរដ្ឋរងគ្រោះដោយគ្រាប់មីននិងយុទ្ធភ័ណ្ឌបន្ទាន់ផ្ទុះមកនៅត្រឹមប្រមាណ200នាក់ក្នុងមួយឆ្នាំហើយនឹងឈានទៅដល់ចំណុច0នៅពេលខាងមុខដោយសារតែប្រទេសកូឡុំប៊ីមានបញ្ហាគ្រាប់មីនមិនទាន់ផ្ទុះច្រើនក្នុងរយៈពេលកន្លងមកកូឡុំប៊ីបានបញ្ជូនអ្នកដោះមីនមកសិក្សាស្វែងយល់ពីការបោះសម្អាតគ្រាប់មីននៅកម្ពុជាចំនួន2លើករួចហើយក្នុងមួយលើកមានចំនួន15នាក់